គោរពពុកម៉ែពូមីងទាំងអស់ណាឥឡូវការចិញ្ចឹមគោបានធំធាត់នឹងការដាក់ចំណីបានទៀងទាត់ហើយឥឡូវនឹងដឹងថាគោនៅខេត្តកំពង់ចាមនេះឃុំអំពិលហើយឥឡូវហើយស្រុកកំពង់សៀមថាវាស៊ីអីបានធំធាត់យ៉ាងហ្នឹងបងប្អូនណានេះនឹងដល់ហើយស្អាតហើយនេះពូជ5ម៉ានណាបងប្អូនមើលក្លឹបជាវែងក្លឹបជាដល់ចំោះក្លឹបជាដល់ចំោះក្លឹបជាមើលក្លឹបជាដល់ចំោះនេះមើលគេដល់ចំោះមកហើយធំធាត់បងប្អូនដឹងទេចំណីស្រស់ស្មៅគេមានដាក់ស្មៅណាពេកគក់បងប្អូននេះឲ្យស៊ីពេកគក់មើលហាចម្បងអានេះពេលអត់ឡើងអត់មានស្មៅមានអីនេះហាឧបត្ថម្ភផ្សេងមើលអានឹងដៅទឹកលិចឡើងគេដាក់ចំបើងយ៉ាងមួយស៊ីគាត់ជិះបានល្អណាស់បងប្អូននៅនោះហើយបាទមួយស្រស់ស្លាដល់មើលអូមើលអូដល់ដាតលើសចំោះនេះដាតស្អាតណាស់បងប្អូននេះពូជគោកំពង់ចាមណាឃុំកំពង់ឃុំ7បងប្អូនចង់បានពូជគោល្អនៅមកហ្នឹងហើយជួនកាលបងប្អូននៅព្រៃតម្រាក់ក៏ល្អដែរគឺក៏ចុះទៅមើលគឺស្អាតដែរនេះមេពុយមេពុយពោះមេពុយមកមុខហើយអានឹងកូន5ណាកូន5ហើយនៅរៀងស្រស់សង្ហារប៉ុណ្ណឹងទៀតនេះកូនវាកូនទី5នេះបត់ទី5អស់ទាស់ហ្មងបត់ទី5នៅសាច់ប៉ុណ្ណឹងទៀតហ្នឹងចាប់ដើមឃ្លានណាពេកគួរឯណាបាទនឹងបាទកាត់ពីមេដែរបន្ទាប់ពីនេះបន្ទាប់ពីមួយនេះបន្ទាប់ពីបត់ទី5នៅទី4មើលវាមករុញរោពេកគក់ហ្នឹងដល់កិច្ចវានៅតាមទៀតណានេះបងប្អូនចំការគាត់ដាំពេកគក់មើលធំយកទៅលក់ទៅនៅសាតូចស្ទើរល្មមទាំងដើមទាំងអីហ្នឹងគឺគេឲ្យគោមិញសៀងបងប្អូនណាការពេកគក់ដាច់ទៅភ្នែកពីត្រឹមខ្ញុំឈរទៅដល់ចុងចំការមាត់ព្រៃនោះ2500 ម៉ែត្រនេះដោយថាថតច្រាស់ថ្ងៃនៅខាងនោះធំមើលមិនសូវច្បាស់ទេបងប្អូនដោយសារយើងរកទីតាំងប្លង់ថតអត់បានហើយវាចំការវានៅខាងហ្នឹងអញ្ចឹងត្រូវតែថតច្រាស់ថ្ងៃអញ្ចឹងអរគុណបងប្អូនជួយទស្សនាបន្តទៀតបងប្អូនបានអូចេញក្បាលអត់ទាស់ណាក្បាលក៏លើកក្បាល1.70 ម៉ែត្រពោះអានេះតូចឥឡូវចូលកៅឡាញ់ឥឡូវពូជកាត់ទៀតហើយអានេះមេនេះមួយកូន1 2 3កូនហើយអានេះគឺឆេសម្រាប់ដាក់ស្មៅស៊ីថ្ងៃគេធ្វើអញ្ចឹងបានស្មៅវាអត់កពុបអត់
ខូចខាតអី